ម្ដងពីកំហុសទាំង5ដែលធ្វើអ្នកទាំងគ្នាទន្ទឹងមេរៀនភ្លេចមុខភ្លេចក្រោយដោយសារតែពីអូនឆាតសួរខ្ញុំច្រើនពេកអញ្ចឹងខ្ញុំក៏ព្យាយាមនៅក្នុងការរកកំហុសទាំងអស់នឹងដើម្បីឲ្យអ្នកទាំងគ្នាជៀសវាងដើម្បីកុំឲ្យជួបបញ្ហាដែលថាមើលមានភ្លេចមុខភ្លេចក្រោយអញ្ចឹងសម្រាប់អូនដែលគាត់ថ្នាក់វិទ្យាល័យឬក៏ត្រៀមប្រឡងបាក់ឌុបអ្នកទាំងគ្នាអាចមើលវីដេអូនេះបានប៉ុន្តែមុននឹងចូលវីដេអូនេះដែរអ្នកទាំងអស់គ្នាកុំភ្លេចចុច report like ក៏ដូចជា mention មកเพจឲ្យបានឃើញវីដេអូនេះផងដោយសារតែវាពិតជាមានសារសំខាន់ខ្លាំងមែនតើហើយបើមានចម្ងល់អីផ្សេងៗគឺអាច comment នៅខាង comment វីដេអូនឹងបានសាលា Team KA មានវីដេអូបង្រៀន free ជាច្រើននិងមានសៀវភៅជាច្រើនប្រភេទសម្រាប់អូនៗដែលគាត់ចង់ស្វែងសិក្សាបន្ថែមដូចខ្ញុំដាក់នៅលើវីដេអូនឹងអញ្ចឹងហើយបើចង់ដឹងព័ត៌មានបន្ថែមគឺអាចឆាតទៅ Facebook page សាលា Team KA បាននិងពិសេសសម្រាប់បងប្អូនដែលគាត់មានឈុតសៀវភៅពី Mat Team KA គឺមានឱកាសចូលរៀនគ្រប់ free ដែលបង្រៀនដល់លោកគ្រូផ្ទាល់ឱកាសនេះគឺកម្ររកបានមែនតើអញ្ចឹងរួចរាន់ឡើយតើតោះជាមួយចំណុចទី1គឺអារម្មណ៍អត់មូលជាធម្មតាបើសិនជាអ្នកគ្នាកំពុងតែមើលមេរៀនប៉ុន្តែអារម្មណ៍អ្នកគ្នាឡើយតែគិតក្នុងការលេងទូរស័ព្ទឬក៏លេងហ្គេមផ្សេងៗអានេះគឺជាការបែកអារម្មណ៍មួយអញ្ចឹងអ្នកគ្នាអ្វីដែលត្រូវតែធ្វើដំបូងគេហ្នឹងគឺការធ្វើអារម្មណ៍អ្នកនេះឲ្យមូលអញ្ចឹងចំណុចអារម្មណ៍អត់មូលហ្នឹងអ្នកគួរតែជៀសវាងទៅត្រូវតែផ្ដោតអារម្មណ៍ទៅលើការមើលមេរៀនទៅធ្វើឲ្យការមើលមេរៀនរបស់អ្នកទាំងគ្នាហ្នឹងរីកចម្រើនហើយទទួលបានលទ្ធផលលឿនទៀតចំណុចទី2ទន្ទឹងមេរៀនមិនទាំងយកទាំងមេរៀនហ្នឹងផងអញ្ចឹងអ្វីដែលគ្នាគួរតែធ្វើបន្ទាប់ពីការផ្ដោតអារម្មណ៍ហ្នឹងហើយគឺត្រូវតែអានមេរៀនទាំងអស់ហ្នឹងឲ្យយល់សិនឲ្យបានពីបញ្ចប់សិនកុំខ្លាចខាតពេលអ្នកទាំងអស់គ្នាព្យាយាមនៅក្នុងការយល់មេរៀនហ្នឹងសិនទៅធ្វើឲ្យអ្នកទាំងគ្នាងាយស្រួលនៅក្នុងការតន្ទិញងាយស្រួលនៅក្នុងការចាប់យកចំណុចសំខាន់នៃមេរៀនទាំងអស់ហ្នឹងដូចគ្នាដែរអញ្ចឹងចំណុចទី2នេះគឺវាសំខាន់ដូចគ្នាដែរជាមួយចំណុចទី3អ្នកគ្នាតែងតែប្រើការចាំជាជាងការយល់ការចាំមួយផ្លែតគឺផ្លែតយល់ប៉ុន្តែបើសិនជាអ្នកទាំងគ្នាយល់ចាំរហូតក្នុងខួរក្បាលយើងហ្មងអញ្ចឹងគ្នាត្រូវតែប្រើការយល់ជាងការចាំប៉ុន្តែបើសិនជាថាអូខេមេរៀនមួយហ្នឹងពិបាកខ្លាំងណាស់អ្នកទាំងគ្នាពិបាកនៅក្នុងការទន្ទិញខ្លាំងមែនតើអញ្ចឹងអាចប្រើការចាំបានប៉ុន្តែក៏ទៀមទាឲ្យគ្នាយល់ពីមេរៀនទាំងអស់នឹងសិនដែរហើយតើតោងជាមួយចំណុចទី4វិញគឺការទន្ទិញលើសកម្រិតបើសិនជាខួរក្បាលហត់ហើយអ្នកគ្នាសម្រាប់ខ្លះទៅកុំបង្ខំខ្លួនឯងខ្លាំងពេកជាពិសេសអូនដែលគាត់រៀនមុនប្រឡងពី3ថ្ងៃអីហ្នឹងកុំធ្វើឲ្យហ្នឹងឯងទាំងអស់គ្នាមុនមួយអាទិត្យឬក៏ពីអាទិត្យហ្នឹងជាមើលវាមកហើយបន្ទាប់មកអ្នកគ្នាប្រកាសជាមានអារម្មណ៍ថាអូខេមើលការមើលព្រារបស់អ្នកទាំងគ្នាអត់បន្ធត់ញួចពេកអត់បង្ខំញាត់មេរៀនចូលក្នុងខួរក្បាលយើងច្រើនទេអញ្ចឹងខួរក្បាលអ្នកគ្នាអត់ហត់ទេបើសិនជាអ្នកគ្នាមានពេលច្រើននៅក្នុងការរៀនបើមួយយប់មុនប្រឡងខួរក្បាលអ្នកគ្នាចាប់យកបានទេមេរៀនទាំងអស់ហ្នឹងនិយាយទៅគឺស្មើ0ហ្មងណាប៉ុន្តែបើសិនជាគេមើលតាំងពីដើមមកគឺវាជួយអ្នកទាំងគ្នាច្រើនខ្លាំងមែនតើគ្រាន់ចិត្តដល់ថ្ងៃអ្នកគ្នារំលឹកតិចក៏អ្នកគ្នាអាចចាំដែរអញ្ចឹងរៀនមុនប្រឡងទៅកុំដល់ចិត្តដល់ប្រឡងបើអ្នកគ្នារៀនហ្នឹងគឺរៀនពិបាកទីសភៅនៅក្នុងការស្វែងសិក្សាគឺពិតជាមានសារៈសំខាន់ខ្លាំងមែនតើដូច្នេះអ្នកគេត្រូវព្យាយាមរើសឲ្យបានត្រឹមត្រូវបើរើសខុសការរៀនផុតយើងក៏វាខុសទៅដូចគ្នាដែរអញ្ចឹងសម្រាប់រូបនេះខ្ញុំផ្ទាល់ខ្ញុំបានទៅទិញសភៅនៅក្នុង page សាលា Team KA សភៅបកគាត់ចេញមកច្បាស់មានកំណែដូចជាការបញ្យល់បកស្រាយមកបកក្បាយខ្លាំងមែនតើ5ដែលជាចំណុចសំខាន់ខ្លាំងមែនតើអូនគាត់ថាមើលមេរៀនតែមកចប់ទៅគឺចាំបានទេមិនបាច់រំលឹកមេរៀនទេចំណុចនេះគេត្រូវតែព្យាយាមរំលឹកមេរៀនជារៀងរាល់ថ្ងៃខួរក្បាលយើងអ្នកទាំងគ្នាអាចចាំមេរៀនទាំងអស់ហ្នឹងទាំងដុលបានទេក៏វាមានផ្លេចខ្លះដែរអញ្ចឹងអ្នកគ្នាត្រូវតែចេះព្យាយាមនៅក្នុងការរំលឹកទោះបីជាគ្នាយល់ឬក៏ចាំមិនក៏ដោយបើសិនជាយើងអត់រំលឹកទេគឺវាផ្លេចទៅវិញហើយអញ្ចឹងអ្នកគ្នាត្រូវតែចេះរំលឹកមេរៀនទាំងអស់ហ្នឹងជារៀងរាល់ថ្ងៃដើម្បី make sure ថាការមើលមេរៀនរបស់អ្នកទាំងគ្នាហ្នឹងគេចាំ 100% ហើយឧទាហរណ៍ថាថ្ងៃហ្នឹងអ្នកគ្នាមើលពីសំណួរហើយថ្ងៃស្អែកអ្នកគ្នាត្រូវតែបកមកមើលពីសំណួរហ្នឹងវិញចាំទៅទន្ទិញពីសំណួរថ្មីទៀតអានេះគឺជាវិធីដែលខ្ញុំតែងតែធ្វើហើយខ្ញុំសង្កត់ថាបទទាំង5នេះអ្នកគ្នាយកទៅគិតពិចារណាមើលទៅបើជិះវិញបានជិះវិញទៅកុំអនុវត្តកំហុសទាំង5ហ្នឹងហើយខ្ញុំសង្កត់ថាវីដេអូនេះនឹងជួយជាប្រយោជន៍សម្រាប់ទាំងអស់គ្នានៅក្នុងការប្រឡងនៅថ្ងៃខាងមុខហ្នឹងជូនពរអ្នកទាំងអស់គ្នាទទួលបានលទ្ធផលល្អនៃការប្រឡងទាំងអស់គ្នាអរគុណច្រើនបាយបាយ